ស្រាប់តែខ្លួនប្រាណរបស់ក្មេងស្រីរូបនេះចាប់ផ្ដើមប៉ោងឡើងដូចបាឡុងនាងបានស្ទុះចូលទៅក្នុងបន្ទប់ចាប់យកដបថ្នាំទិព្វមកផឹកដោយមិនស្ទាក់ស្ទើរកាលពីប៉ុន្មានថ្ងៃមុនអាលីសមានទម្ងន់ជាង200ផន់នៅឡើយថ្ងៃមួយពេលដើរត្រឡប់មកពីធ្វើការវិញនាងបានជួបទន្សាយរងរបួសមួយក្បាលដោយក្តីអាណិតនាងក៏បាននាំទន្សាយនោះមកផ្ទះដោយសារតែអាលីសមើលថែទាំយ៉ាងល្អទន្សាយនោះក៏បានជាសះស្បើយយ៉ាងឆាប់រហ័សនៅយប់នោះទន្សាយបាននាំនាងទៅកាន់ប្រាសាទចាស់ដ៏អាថ៌កំបាំងមួយអាលីសគិតថាវាជាផ្ទះរបស់ទន្សាយទើបនាងដើរចូលទៅខាងក្នុងដោយមិនបានគិតច្រើនប៉ុន្តែគ្រាន់តែនាងដើរចូលទៅដល់ភ្លាមអាលីសបានធ្លាក់ចូលទៅក្នុងបន្ទប់ចម្លែកមួយដែលគ្រឿងសង្ហារឹមទាំងអស់ផ្កាប់ចុះក្រោមមុនពេលអាលីសទាន់យល់ថាកំពុងមានរឿងអ្វីកើតឡើងផងផ្ទៃមុខដ៏ធំសម្បើមមួយស្រាប់តែលេចឡើងនៅខាងក្រៅបង្អួចនាងភ័យខ្លាចយ៉ាងខ្លាំងរហូតដល់ដួលទៅលើឥដ្ឋប៉ុន្តែនៅពេលនាងកត់សម្គាល់ឃើញបង់រុំរបួសនៅលើដៃរបស់យក្សនោះនាងបានដឹងភ្លាមថានោះគឺជាទន្សាយដែលនាងបានជួយសង្គ្រោះដើម្បីសងគុណអាឡៃសទន្សាយបានសម្រេចចិត្តបំពេញបំណងនាងមួយដោយមិនស្ទាក់ស្ទើរអាឡៃសបាននិយាយថានាងចង់ប្រែជាស្អាតទន្សាយបានដកទឹកថ្នាំមួយមកហើយប្រាប់អាឡៃសថាឲ្យតែនាងផឹកវានាងនឹងប្រែជាស្រីស្អាតម្នាក់ប៉ុន្តែវាមានតម្លៃដែលត្រូវបង់នាងនឹងភ្លេចមនុស្សដែលនាងស្រឡាញ់បំផុតព្រឹកឡើងអាឡៃសភ្ញាក់ពីគេងហើយបានឃើញស្រីស្អាតម្នាក់កំពុងសម្លឹងមើលមកនាងនៅក្នុងកញ្ចក់ប៉ុន្តែនាងចិត្តយឺតពេលធ្វើការដូច្នេះនាងក៏ប្រញាប់ប្រញោលចេញពីផ្ទះតាមផ្លូវនាងបានជួបបុរសដែលនាងធ្លាប់ស្រឡាញ់បំផុតអ្វីដែលធ្វើឲ្យនាងភ្ញាក់ផ្អើលគឺគាត់ថែមទាំងបានបបួលនាងទៅញ៉ាំអាហារល្ងាចទៀតផងនៅពេលដែលអ្វីគ្រប់យ៉ាងហាក់ដូចជាកំពុងតែរលូនល្អស្រាប់តែថ្នាំនោះចាប់ផ្ដើមអស់ប្រសិទ្ធភាព